ទីនេះគឺជា Rainbow Valley តំបន់អាតកំបាំងបែបពន្លឺពណ៌ចម្រុះរះស្រស់ស្អាតជារៀងរាល់ថ្ងៃលីណាក្មេងស្រីស្វែងរកការផ្សងព្រេងបានមកដល់ទីនេះដើម្បីស្វែងរកគ្រីស្តាល់អស្ចារ្យដែលបាត់ខ្លួននៅពេលនោះនាងបានជួបពីពូសត្វតូចបំលីពណ៌អស្ចារ្យដែលស្នាក់នៅក្នុងវាលឥន្ទនូនេះពួកគេចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់ព្រៃពណ៌ចម្រុះដែលពន្លឺមន្តអាគមត្រូវបានរះឡើងគ្រប់ទិសតែផ្លូវមុខបានបែកចេញហាក់ដូចជាមន្តអាគមរបស់វាលកំពុងស្លាប់ចោលមួយពេល Rainbow Guardian បានបង្ហាញខ្លួនពោពេញដោយអានុភាពប៉ុន្តែទន់ភ្លន់អ្នកអាទិទេពបានប្រគល់គ្រីស្តាល់ឲ្យលីណាដើម្បីស្ដារថាមពលមន្តអាគមរបស់វាលពេលគ្រីស្តាល់ត្រូវបានស្ដារឡើងវិញពន្លឺក្នុង Rainbow Valley បានភ្លឺកាន់តែស្អាតហើយការផ្សងព្រេងរបស់លីណាក៏បានបញ្ចប់ដោយភាពរីករាយ